គុណព្រះអង្គជួបគ្នាម្ដងទៀតនឹងយើងរំលឹកពីកាពីអេសេគៀលចំពុក44ខ20ខ23ព្រះចង់បរៀនយើងឲ្យត្រូវឲ្យគេបរៀនគឺត្រូវបរៀនយើងឲ្យចេះមើលរបស់បរិសុទ្ធហើយនឹងរបស់ធម្មតាហើយនឹងរបស់ស្អាតហើយនឹងមិនស្អាតចេះបែងចែកអរគុណព្រះអង្គដែលយើងបានតមកចិត្តបញ្ចប់បានតមកតាំងពីរឿងរ៉ាវក្រុមជំនុំទាំងអស់ហ្នឹងឥឡូវនេះយើងចូលទៅដល់កាពីអេពីសូតចំពោះ5ខ26អូខេអរគុណព្រះអង្គសូមចូលទៅកាពីអេពីសូតចំពោះ5ខ26ខ្ញុំអានជូនដើម្បីឲ្យទ្រង់បានញែកពួកជំនុំការពិតពួកជំនុំការពិតចេញជាបរិសុទ្ធដោយសារលាងសម្អាតនឹងទឹកគឺជាព្រះបន្ទូលអរគុណព្រះអង្គឃើញទេព្រះបានបរៀនតាំងពីដើមមកឲ្យយើងយករបស់ស្អាតឬមិនស្អាតចេញពីក្នុងផ្ទះយើងរបស់គួរខ្ពើមរបស់គួរអីក៏ព្រះបរៀនយើងនេះខ្ញុំថតមកជាមកវគ្គតែដល់ចុងបញ្ចប់នៃសេចក្តីដែលព្រះចង់បរៀនយើងគឺចង់បរៀននៅកាពីអេពីសូតចំពោះ5ខ26ដើម្បីឲ្យទ្រង់បានញែកពួកជំនុំវិញពួកទាំងអស់ដែលព្រះបរៀនទាំងប្រមាណនៃពីចោយកថារហូតមកដល់អេពីសូតនេះសញ្ញាចាស់ដល់សញ្ញាថ្មីនេះគឺអេពីសូតចំពោះ5ខ26ព្រះចង់និយាយពីរឿងក្រុមជំនុំដើម្បីឲ្យទ្រង់បានញែកពួកជំនុំចេញជាបរិសុទ្ធដោយលាងសម្អាតនឹងទឹកវិញអរគុណព្រះអង្គគឺថាតាំងតែពីដើមរហូតដល់ចប់នៅពេលវេលានេះព្រះទ្រង់បរៀនយើងឲ្យទ្រង់ញែកឲ្យក្រុមជំនុំយើងណាទ្រង់បានញែកដើម្បីញែកក្រុមជំនុំយើងឲ្យចេញជាបរិសុទ្ធដោយបានលាងសម្អាតនឹងទឹកគឺជាព្រះបន្ទូលអរគុណព្រះអង្គគឺជាព្រះបានបង្រៀនពួកយើងទាំងអស់គ្នាដោយសារសេចក្តីស្រឡាញ់របស់ព្រះតាំងពីឲ្យយើងដកចេញអ្វីៗដែលមិនស្អាតគួរស្អប់ខ្ពើមគ្រប់បែបយ៉ាងទាំងអស់តាំងពីយកចេញពីផ្ទះយករបស់ដែលមិនស្អាតទៅក្នុងផ្ទះតិចទៅថាប្រយ័ត្នយើងយករបស់ដែលស្អាតហើយយកចេញទុករបស់កក្រិចនៅនឹងមានន័យទូលំទូលាយណាប៉ុន្តែដល់ពេលឥឡូវនេះយើងដល់ពេលចុងបញ្ចប់ព្រះគ្រាន់តែញែកពួកជំនុំវិញនឹងទាំងអស់នេះដែលមានតាំងពីថតតាំងពីទី1រហូតដល់ទីប្រមាណនេះគឺថាជាភាពក្រុមជំនុំដើម្បីញែកក្រុមជំនុំរបស់ទ្រង់ដោយសារលាងដោយសារទឹកបានន័យថាម៉េចគឺជាព្រះបន្ទូលដូច្នេះកាលណាព្រះបន្ទូលទ្រង់មានបន្ទូលថាម៉េចយើងត្រូវធ្វើតាមដូច្នេះបងប្អូនហើយទ្រង់ស្រឡាញ់យើងតាំងពីដើមរហូតដល់ចប់ទ្រង់មិនដែលមានការដាក់ទោសកំហុសកូនចៅទ្រង់ទេពីព្រោះឲ្យតែកូនចៅទ្រង់ស្ដាប់មកគាត់នឹងច្បាប់ព្រះហើយនឹងយកអត្តចរិតរបស់ព្រះដូច្នេះព្រះបន្ទូលព្រះគឺជាព្រះដូច្នេះអរគុណព្រះអង្គសូមព្រះទានពរដែលយកអ្វីដែលមិនស្អាតចេញពីផ្ទះនិងចេញពីខ្លួនយើងនោះគឺបានចប់សពគ្រប់នៅពេលវេលានេះដូច្នេះកូនទាំងអស់គ្នានឹងសូមថ្វាយបង្គំទ្រង់ហើយនឹងថ្វាយសិរីល្អដល់ទ្រង់ដល់រុងរឿងសូមព្រះជាម្ចាស់ទទួលថែរក្សាបងប្អូនក្រុមជំនុំយើងដែលបានអានព្រះគម្ពីរនិងបានស្ដាប់ព្រះបន្ទូលតាមរយៈខ្ញុំជាអ្នកស្មោះបន្ទាល់អរគុណព្រះសូមព្រះទានពរជំរាបលាចា៎បាយ